កាលកន្លងទៅមានបុរសម្នាក់មានធនធានគ្រាន់បើនិងមានកូនប្រុស4នាក់ដោយក្តីស្រឡាញ់កូនគាត់បានចែកទ្រព្យសម្បត្តិទាំងអស់ឲ្យទៅកូនដើម្បីឲ្យពួកគេទៅបង្កើតគ្រួសាររៀងខ្លួនប៉ុន្តែក្រោយពីបានទ្រព្យហើយកូនក៏នាំគ្នាទៅសង់ផ្ទះនៅដាច់ដោយឡែកចោលឪពុកឲ្យនៅម្នាក់ឯងអនាថាជួនកាលពីគេភ្លេចហុចបាយទឹកធ្វើឲ្យតាចាស់ត្រូវអត់បាយរងទុក្ខវេទនាពន់ពេកឃើញដូច្នោះចៅកំឡោះម្នាក់ដែលមានចិត្តសប្បុរសក៏ជួលមកសាកសួរនិងប្រាប់ឧបាយកលមួយគេឲ្យលោកតាធ្វើពុតជាមានកំណប់មាសប្រាក់កប់ទុកចិត្តសសរផ្ទះដើម្បីលពូងកូនឲ្យមកមើលថែវិញលោកតាក៏ធ្វើតាមដោយយកពាងមួយដែលពេញដោយលាមកនិងទឹកនោមទៅកាប់ចិត្តជើងសសរផ្ទះរួចគាត់ដើរប្រាប់អ្នកភូមិថាគាត់នៅសល់កំណប់មាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់មិនទាន់ចែកឲ្យកូនណាឡើយកាលបើឮថាឪពុកមានកំណប់កូនប្រុសនិងកូនប្រសារទាំង4ក៏នាំគ្នាយកចំណីអាហារមកផ្គប់គុណលោកតាពួកគេមើលថែទាំលោកតាយ៉ាងល្អព្រោះតែលោភលន់ចង់បានមាសប្រាក់ទាំងនោះលោកតាបានរស់នៅយ៉ាងមានសេចក្តីសុខមានសាច់ឈាមស្រស់បោះវិញរហូតដល់ថ្ងៃអស់អាយុនេះគឺជាលទ្ធផលនៃឧបាយកលដ៏ឆ្លាតវៃរបស់ចៅកំឡោះនោះឯងក្រោយពេលលោកតាស្លាប់កូនក៏រកគ្រូម៉ម្នាក់មកជួយចែកកំណប់គ្រូម៉នោះចង់បានចំណែកច្រើនក៏ដាក់វិន័យឲ្យកូនលើកពាងដាក់លើក្បាលគាត់រួចសឹមចាក់ចេញពេលដែលផ្អៀងមាត់ពាងចាក់មកស្រាប់តែទឹកម៉ាំត្រាំលីមួកហូរស្រោចពេញក្បាលគ្រូម៉មនិងប្រឡាក់ដល់កូនទាំងអស់គ្មានមាសគ្មានប្រាក់មានតែភាពស្អុយរលួយពេញខ្លួនប្រាណពួកគេម្នាក់មានសេចក្តីខ្មាស់អៀនជាខ្លាំងក៏នាំគ្នារត់ទៅលោតទឹកទន្លេដើម្បីលាងជម្រះកាយភាពលោភលន់បានត្រឡប់មកធ្វើបាបពួកគេវិញយ៉ាងអាម៉ាស់បំផុតរឿងនេះចង់អប់រំថាកូនត្រូវមានកតញ្ញូតាចំពោះឪពុកម្ដាយកុំចាំទាល់តែឃើញទ្រព្យទើបមកមើលថែហើយភាពលោភលន់និងអំពើមិនគប្បីនឹងនាំមកនូវការអាប់អោនកេរ្តិ៍ឈ្មោះជាមិនខាន